Hello បងបងមកថ្ងៃនេះខ្ញុំចង់មកបង្ហាញបងបងពីរបៀបធ្វើតែផ្លែប៉ែអញ្ចឹងណាបងបងដែល drink នេះគឺកំពុងតែ viral ដែរអញ្ចឹងណាដែលសម្រាប់ប្រភេទ drink ដែលយើងកំពុងតែចូលចិត្តសម្រាប់តែផ្លែប៉ែដែលគេនិយាយតគ្នាកន្លែងផ្សេងក៏មានលក់ដូចគ្នាអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមប្រើតំណាប់ប៉ែសិនណាខ្ញុំមិនប្រើស្រោទេគឺខ្ញុំប្រើតំណាប់ដែលមានជាតិសាច់ផ្លែប៉ែបែបនេះអញ្ចឹងគឺខ្ញុំមកប្រើ50 ml 50 ក្រាមសុំទោសបន្ទាប់មកខ្ញុំដាក់តែគឺខ្ញុំប្រើតែម្លិះខ្ញុំប្រើចំនួន150 ml ណាបងចង់ប្រើបងប្រើតែម្លិះឆ្ងាញ់វាឈ្ងុយក្លិនម្លិះល្អជាងតែផ្សេងតែម្លិះ150សម្រាប់ចិត្តផ្អែមមកត្រូវតែលួចថែមទឹកស្ករមកគេយើងត្រូវដាក់វាដិតបានឆ្ងាញ់ណាសម្រាប់ប្រភេទតែផ្លែឈើគឺទឹកស្ករខ្ញុំដាក់30 ml អញ្ចឹងណាដើម្បីវារៀងមុតជាងមុនបន្តិចហើយសម្រាប់ទឹកក្រូចឆ្មាក៏ខ្ញុំប្រើដែរគឺខ្ញុំដាក់10 ml ណាសម្រាប់ប្រភេទតែផ្លែឈើនេះយើងត្រូវតែកន្លុកសេតវាចូលគ្នាឲ្យសព្វហ្នឹងពេលយើងចាក់ចូលកែវទៅវាមានត្រជាក់ខ្ទិះឆ្ងាញ់បើយើងគ្រាន់តែកូរធម្មតាក៏ឆ្ងាញ់ដែរបងធ្វើដូចខ្ញុំអញ្ចឹងទៅដាក់ទឹកកកក្នុងកំប៉ុងកន្លុកហើយយើងកន្លុកវា4-5 ដងទៅឲ្យវាបែកជាតិតែជាមួយនឹងផ្លែប៉ែហើយនឹងទឹកកកចូលគ្នាឆ្ងាញ់បងពេលញ៉ាំទៅគឺឆ្ងាញ់ជាតិតែម្ដងណាបងសម្រាប់តរិញនេះខ្ញុំមានលក់យូរហើយបងចង់ញ៉ាំអីអាចសាករសជាតិនៅកន្លែងខ្ញុំបាននៅផ្លូវ92នេះចិត្តអន2បងកុំភ្លេចជួយ subscribe channel YouTube និង like វីដេអូខ្ញុំម្នាក់មួយហើយ share ម្នាក់មួយផងអរគុណបងសម្រាប់ការទស្សនាវីដេអូបាយបាយបងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំបងមើលលេងទៅព្រោះខ្ញុំអត់មានអីនិយាយទេអរគុណបាយបាយ